ជីវភាពប្រចាំថ្ងៃរបស់ពួកយើងរបស់គ្នានៅតំបន់ទាំងនេះគឺពឹងផ្អែកទាំងស្រុងទៅលើមុខរបរនេសាទនៅក្នុងសមុទ្រប៉ុន្តែមុខរបរនៅលើផ្ទៃសមុទ្រនេះជាការងារមួយប្រកបដោយគ្រោះថ្នាក់ដែលប្រឈមមុខនឹងការខាតបង់ទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សគ្រប់ពេលវេលាគ្រោះថ្នាក់អ្វីដែលយើងធ្លាប់ជួបប្រទះនោះមានច្រើនណាស់ប៉ុន្តែគ្រោះថ្នាក់ចម្បងដែលតែងតែកើតមានចំពោះអ្នកនេសាទរបស់យើងរួមមានការបុកទូកគ្នាការលិចទូកការក្រឡាប់ទូកភ្លើងឆេះលើទូកការរសាត់តាមទឹកហូរគ្រោះថ្នាក់ពេលបំពេញការងារបាទដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទៅនេសាទសមុទ្រយើងសូមផ្ដល់គន្លឹះសំខាន់មួយចំនួនដែលអាចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដូចខាងលើទី1គឺសូមយកចិត្តទុកដាក់ពីស្ថានភាពអាកាសធាតុមុននឹងចេញដំណើរទៅនេសាទបងប្អូនគួរពិនិត្យមើលអាកាសធាតុនិងស្ដាប់ព័ត៌មានឧតុនិយមអំពីការព្យាករណ៍អាកាសធាតុតើនឹងមានភ្លៀងខ្យល់ឬព្យុះនៅទីណាតំបន់សមុទ្រណាដើម្បីជៀសឲ្យផុតពីការគ្រោះថ្នាក់ដោយការក្រឡាប់ទូកនិងការលិចទូកនេះខ្ញុំចេញទៅនេសាទនៅម្ដុំកនផ្សាយបើមានការអីទៅរកខ្ញុំនៅកន្លែងនោះចុះតែបើអត់មានបញ្ហាទេអាចព្រឹកហើយយកម៉ោង 9ខ្ញុំត្រឡប់មកវិញអូខេបងណាវិញអ្នកខាងដៃឆានចាំបងយូរហ៎សុំទោសហើយមានបានប្រាប់កូនហើយនៅនេះពីកន្លែងដែលយើងចេញទៅនេសាទនឹងពេលវេលាដែលយើងត្រឡប់មកវិញបាទបងខ្ញុំប្រាប់រួចរាល់ហើយនេះល្អបាទបងប្អូនបរិយាជានេសាទគន្លឹះសំខាន់ទី2ដែលជួយការពារសុវត្ថិភាពក្នុងការធ្វើដំណើរទៅនេសាទសមុទ្រនោះគឺការប្រាប់ក្រុមគ្រួសារមានប្រពន្ធកូនឪពុកម្ដាយបងប្អូនឬសាច់ញាតិជិតខាងឲ្យពួកគេបានដឹងពីកន្លែងដែលអ្នកចេញទៅនេសាទនិងប្រាប់ពីពេលវេលាដែលអ្នកត្រឡប់មកវិញការប្រាប់នេះគឺមានប្រយោជន៍ណាស់ជាពិសេសប្រសិនបើបងប្អូនអ្នកនេសាទជួបគ្រោះថ្នាក់ជាយថាហេតុនោះក្រុមគ្រួសារនិងអ្នកភូមិអាចស្វែងរកយើងឃើញហើយអាចជួយសង្គ្រោះយើងបានទាន់ពេលវេលាគន្លឹះសំខាន់ទី3សូមបងប្អូនអ្នកនេសាទត្រូវយកតាមខ្លួនជាកំផិតនៅឧបករណ៍សុវត្ថិភាពសម្រាប់ប្រើប្រាស់នៅលើទូកដែលរួមមានប៊ីដុងប្រេងម៉ាស៊ុតប្រេងម៉ាស៊ីនដង្កាប់សោពន្លាកដែកកោះនិងកំបិតហើយអ្វីដ៏សំខាន់មួយទៀតនោះគឺប្រអប់ថ្នាំពេទ្យក្នុងនេះមានថ្នាំជើពោះថ្នាំជើក្បាលថ្នាំក្តៅខ្លួនប្រេងកូឡាបងរួមរបួសនិងថ្នាំក្រហមផងដែរចំណែកឯចំណីអាហារវិញយើងបានត្រៀមមានដូចជាអង្ករត្រីសាច់អំបិលប៊ីចេងស្ករទឹកត្រីទឹកស្អ៊ីវនិងធុងទឹកស្អាតហើយអាហារដែលគេនោះមានមីជាដើម
ហើយអ្វីដែលសំខាន់មួយទៀតនោះគឺប្រដាប់សង្គ្រោះមានអាវពោងត្រីវិស័យពិលយុទ្ធការតលដុសទឹកនិងធុងទឹកបាទពិតមែនហើយអាវពោងគឺត្រូវតែពាក់ពីព្រោះវាអាចជួយការពារយើងនៅគ្រប់ពេលវេលាទាំងអស់ដែលយើងជួបគ្រោះថ្នាក់នៅលើទឹកជាពិសេសត្រីវិស័យនេះគឺសំខាន់ណាស់វាអាចជួយតម្រង់ទិសយើងឲ្យវិលត្រឡប់មកផ្ទះវិញបានក្នុងករណីទូកត្រូវវង្វេងនៅក្នុងផ្ទៃសមុទ្រដោយសារខ្យល់ព្យុះឬមេឃងងឹតបាទឧបករណ៍សុវត្ថិភាពទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់អាចស្មើនឹងអាយុជីវិតរបស់យើងនៅពេលដែលយើងបំពាក់ឧបករណ៍សុវត្ថិភាពទាំងអស់នេះបានគ្រប់គ្រាន់ខ្ញុំសូមធានាថាបញ្ហាគ្រោះថ្នាក់នៅលើទូកជាយថាហេតុនឹងត្រូវកាត់បន្ថយបានយ៉ាងច្រើនបាទគន្លឹះសំខាន់ទី4គឺការពិនិត្យម៉ាស៊ីនទូកដែលមានដូចជាគ្រឿងម៉ាស៊ីនប្រេងម៉ាស៊ុតប្រេងបាតតើអាចធានាដំណើរការបានល្អដែរឬទេជាមួយគ្នានេះដែរយើងកុំភ្លេចពិនិត្យមើលស្លាបចាក់របស់វាតើវាមានខូចដែរឬក៏អត់បើសិនបងប្អូនពិនិត្យមើលម៉ាស៊ីនទូកនឹងបានត្រៀមប្រេងបានល្អហើយនោះយើងជឿជាក់ថាការធ្វើដំណើរនេសាទលើកនេះនឹងអាចជួយយើងជៀសផុតពីបញ្ហាគ្រោះថ្នាក់ដូចជាបញ្ហារសាត់តាមទឹកហូរដែលបណ្ដាលមកពីកង្វះប្រេងម៉ាស៊ុតខូចម៉ាស៊ីនឬបាក់ស្លាបចាក់ជាដើមយៀនម៉ែយៀនចាញ់បានអត់ហ្នឹងហ៎បាទបងរួចរាល់ហើយយើងអាចចេញទៅបានហើយបងតោះយើងតោះចាញ់មកបាទហេតុការណ៍មិញនេះកើតឡើងញឹកញាប់ណាស់នៅលើផ្ទៃសមុទ្រដោយសារការមិនគោរពច្បាប់បើកបរទូកហើយវាបណ្ដាលឲ្យទៅជាបុកទូកគ្នាយ៉ាងធ្ងន់ធ្ងរដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការបុកទូកនេះបងប្អូនអ្នកនេសាទត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់បើកបរទូកដោយគោរពតាមច្បាប់ចរាចរណ៍ផ្លូវទឹកជាពិសេសការធ្វើដំណើរពេលយប់នៅលើទូកត្រូវមានភ្លើងសញ្ញាបើកបរទូកនេះជាគន្លឹះសំខាន់ទី5ដែលបងប្អូនត្រូវអនុវត្ត
បាទនេះក៏ជាគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់អាយុជីវិតប្រសិនបើយើងមិនបានពាក់អាវពោងការពារហើយមានបងប្អូនអ្នកនេសាទយើងភាគច្រើនគាត់មិនបានយកចិត្តទុកដាក់ដល់បញ្ហានេះទេប៉ុន្តែតាមការឲ្យដឹងពីសមាជិកសហគមន៍នេសាទតំបន់នេះបានបញ្ជាក់ថាបញ្ហាគ្រោះថ្នាក់បែបនេះគេហៅថាជាគ្រោះថ្នាក់ដែលកើតឡើងក្នុងពេលបំពេញការងារគឺពេលកំពុងធ្វើការនេសាទនេះឯងមើលនេះស្បែកជើងបែបនេះវាមានកលាហើយវាស្អិតអាចទប់នឹងការរអិលដួលដ៏ងាយៗបាទបាទបងប្អូនមានដឹងទេថាគ្រោះថ្នាក់នៃទើងចេះទូកន្លងមកគឺបណ្ដាលមកពីការមិនប្រុងប្រយ័ត្ននិងមិនយល់ដឹងដោយសារមានបងប្អូនមួយចំនួនគាត់បានកេះតែកេះជក់បរិយនៅក្បែរម៉ាស៊ីនទូកដែលបណ្ដាលឲ្យមានទើងចេះម៉ាស៊ីនហើយជាហេតុនាំឲ្យទើងចេះទូកភ្លើងចេះទូកគឺជាគ្រោះថ្នាក់មួយដ៏ធ្ងន់ធ្ងរដែលតែងតែកើតមានជាញឹកញាប់ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នមិនត្រូវប្រើអ្វីជាសារធាតុដែលបង្កឲ្យមានភ្លើងឆេះនៅលើទូកដូចជាតកេះជាដើមជីវិតអ្នកនេសាទនៅលើផ្ទៃសមុទ្រគឺទៅប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលាប៉ុន្តែយើងអាចបញ្ជៀសនិងកាត់បន្ថយគ្រោះថ្នាក់ដល់សមាជិកសហគមន៍នេសាទនិងអ្នកនេសាទយើងបានគឺដោយការអនុវត្តនៅគន្លឹះសំខាន់ៗខាងលើដើម្បីធានាសុវត្ថិភាពនៃដំណើរនេសាទតាមតំបន់ឆ្នេរសមុទ្ររបស់យើងសូមចងចាំថាគ្រោះថ្នាក់នៅលើសមុទ្ររួមមានការបុកទូកគ្នាការលិចទូកការក្រឡាប់ទូកភ្លើងឆេះលើទូកការរសាត់តាមទឹកហូរគ្រោះថ្នាក់ពេលបំពេញការងារគ្រោះថ្នាក់ទាំងអស់នេះនឹងត្រូវបានកាត់បន្ថយប្រសិនបើបងប្អូនស្ដាប់ព័ត៌មាននិងមើលអាកាសធាតុមុននឹងចេញទៅនេសាទប្រាប់ក្រុមគ្រួសារពីទីកន្លែងដែលអ្នកចេញទៅនេសាទនិងពេលវេលាដែលអ្នកត្រឡប់មកវិញ
ពិនិត្យនិងរៀបចំឲ្យបានគ្រប់គ្រាន់នៅឧបករណ៍សុវត្ថិភាពនៅលើទូកមុននឹងចេញទៅនេសាទពិនិត្យទូកនិងម៉ាស៊ីនទូកមុននឹងចេញដំណើរទៅនេសាទមិនប្រែក្បន់ចិនចោលនេះសាច់សាក់សីដូចថ្ងៃសសតែបងនឹងអូដូចគង់ជាមិនអាចកាត់បាន